សួស្តីបងប្អូនទាំងអស់គ្នានេះយើងមកទស្សនាទស្សនវិជ្ជាទាំងស្រុងនៃការសាងសង់ស្ពានដីឥដ្ឋក្រកនៅខាងខៀនស្វាយយើងណាបងប្អូនបាទទីតាំងនេះដែរគឺនៅមិនឆ្ងាយពីទីក្រុងភ្នំពេញប្រហែលទេយើងជិះប្រហែលជា20គីឡូគឺមកដល់ហើយហួសពីផ្សារកគីប្រហែលជា5គីឡូម៉ែត្រហើយផ្លូវក្រវ៉ាត់ក្រុងនេះគឺគេហៅមហាវិថីស៊ីជីនពីងផ្លូវម្ខាងនោះគឺគេបិទចរាចរណ៍ហើយដើម្បីធ្វើការសាងសង់ស្ពានហើយច្រកនេះគឺផ្លូវវាងប្រហែលជា4គីឡូហើយឡើងផ្លូវធំឡើងមហាវិថីឯនោះគឺគេបានបិទទាំងស្រុងហើយដើម្បីយកកន្លែងធ្វើការសាងសង់ស្ពានហើយខាងនេះគេបានបុកគ្រឹះបណ្ដាហើយនៅខាងដីគោកហើយខាងក្នុងទឹកនោះខ្ញុំបានចូលថតបានថតត្រឹមម្លែងគេបុកគ្រឹះនៅសងខាងផ្លូវហើយនេះជាទស្សនវិជ្ជានៅតាមផ្លូវក្រវ៉ាត់ក្រុងគេហៅថាមហាវិថីស៊ីជីនពីងបើយើងចេញពីគេហៅម្ដុំកោះលងចិនហ្នឹងហើយកោះលងចិនគឺមានទេសភាពស្អាតមែនទែនតាមសងខាងផ្លូវនេះគឺសិតតែចំការព្រោះម្ដុំនេះគឺអ្នកភូមិគេគ្រប់គ្រួសារគេធ្វើចំការនៅតាមដីគេព្រោះដីទីនេះគឺជាជាតិដែរព្រោះជាប់ទន្លេដីជាប់ទន្លេមានសភាពជីជាតិដាំដុះអំណោយផលនេះយើងឆ្លងកាត់ស្ពានលងចិននេះមានសភាពវែងដែរបងប្អូនយើងឆ្លងកាត់ពីក្រោយខាងនោះចូលដល់ខាងកោះចូលទៅដល់ខាងកោះហើយមានស្ពានទៀតចេញពីខាងកោះទៅខាងដីគោកអូខេកុំឲ្យនិយាយច្រើនពេកបងប្អូនទស្សនាទស្សនវិជ្ជាតាមដងផ្លូវដូចទៅបាទហើយបន្តទីតាំងនេះគឺមានផ្លូវបំបែកមួយបើសិនជាយើងទៅត្រង់នេះគឺទៅដល់ផលបុកចំស្ពានតែម្ដងគេហៅ
តាដល់ម្ដុំដីឥដ្ឋបើសិនជាយើងបាត់ស្ដាំនេះគឺបុកទៅចំកំពង់ផែភ្នំពេញយើងបងប្អូនដល់នេះសតឡានធំឡើងទៅណាពួកគេត្រូវដឹកឲ្យបានតាមផ្លូវនេះនោះគឺកំពង់ផែភ្នំពេញណាបងប្អូនមកដល់តុបនេះយើងធ្វើការបត់ឆ្វេងមកដើម្បីឆ្ពោះទៅតាមផ្លូវជាតិមួយទៅខាងរាជធានីភ្នំពេញវិញ5 គីឡូគឺមកដល់គេហៅម្ដុំដីឥដ្ឋកន្លែងគេកំពុងតែសាងសង់ស្ពានហ្នឹងណាបងប្អូន